ពេលចូលឆ្នាំថ្មីយើងតែងតែសន្យាជាមួយខ្លួនឯងថាខ្ញុំនឹងហាត់ប្រាណខ្ញុំនឹងអានសៀវភៅឬក៏ខ្ញុំនឹងសន្សំប្រាក់ឬក៏ខ្ញុំនឹងផ្លាស់ប្ដូរជីវិតថ្មីប៉ុន្តែត្រឹមតែខែកុម្ភៈមនុស្ស 80% បានបោះបង់ចោលគម្រោងទាំងនោះសំណួរពិតប្រាកដនោះគឺតើការផ្លាស់ប្ដូរជីវិតថ្មីពិតជាពិបាកដល់ថ្នាក់នឹងមែនអត់រៀងរាល់ឆ្នាំថ្មីអ្នកតែងតែសម័យរូបភាព version ថ្មីរបស់ខ្លួនឯងដែលល្អជាងមុនមនុស្សដែលភ្ញាក់ពីព្រលឹមហាត់ប្រាណញ៉ាំអាហារសុខភាពមិនពន្យាពេលនឹងការងារហើយមិនអស់ទូរស័ព្ទចុះឡើងប៉ុន្តែបន្ទាប់មកការពិតបានទះអ្នកចំកណ្ដាលមុខដោយសារតែ version ចាស់របស់អ្នកមិនបានបាត់ទៅនៅពេលឆ្លងឆ្នាំថ្ងៃទី1ខែមករានោះទេវានៅតែបន្តនៅជាមួយអ្នកជាមួយនឹងទម្លាប់ជំនឿហើយនឹងអីផ្សេងទៀតហេតុនេះហើយដែលកម្លាំងចិត្តចាប់ផ្ដើមរលាយបាត់បន្តិចម្ដងព្រោះអ្នកមិនអាចសាងសង់ជីវិតថ្មីនៅលើ version ចាស់បាននោះទេវិទ្យាសាស្ត្រ Neuroscience បានរកឃើញថារាល់ទម្លាប់ថ្មីដែលអ្នកធ្វើវាផ្ដល់នូវគំរូមួយនៅក្នុងខួរក្បាលរបស់អ្នកកំពុងសាងសង់ version របស់អ្នកឡើងវិញតាមរយៈទម្លាប់តូចៗដែលអ្នកធ្វើជារៀងរាល់ថ្ងៃបើអ្នករំលងការហាត់ប្រាណខួរក្បាលរបស់អ្នកនឹងរៀនថាខ្ញុំជាមនុស្សប្រភេទដែលបោះបង់ចោលដោយងាយបើអ្នកទៅហាត់ប្រាណបើទោះបីជាវាហត់នឿយក៏ដោយខួរក្បាលរបស់អ្នកនឹងរៀនថាខ្ញុំជាមនុស្សដែលធ្វើតាមអ្វីដែលខ្ញុំបានសន្យាការផ្លាស់ប្ដូរមិនមែនមកពីគោលដៅធំៗនោះទេប៉ុន្តែវាមកពីសកម្មភាពតូចៗដែលបណ្ដាលឲ្យខួរក្បាលរបស់អ្នកសរសេរប្រូក្រាមថ្មីឡើងវិញដោយអ្នកនិពន្ធសៀវភៅ Atomic Habits លោក James Clear បាននិយាយថាជំនួសឲ្យគោលដៅធំៗចូលផ្ដោតទៅលើទម្លាប់តូចៗដែលអ្នកអាចធ្វើបានជារៀងរាល់ថ្ងៃចាប់ផ្ដើមពីសំណួរថាតើថ្ងៃនេះខ្ញុំចង់ក្លាយជាមនុស្សបែបណាសាកសម័យថាអ្នកចង់រត់ម៉ារ៉ាតុនកុំនិយាយថាខ្ញុំចង់ក្លាយជាអ្នករត់ប៉ុន្តែចូលនិយាយថាខ្ញុំជាអ្នករត់ខួរក្បាលរបស់អ្នកនឹងចាប់ផ្ដើមសកម្មភាពតាមអត្តសញ្ញាណនោះអ្នកជ្រើសរើសស្បែកជើងខុសពីមុនញ៉ាំអាហារខុសពីមុនអ្នកក្រោកពីគេងខុសពីមុនព្រោះវាមិនមែនជាការបង្ខំឲ្យអ្នកធ្វើសកម្មភាពនោះទៀតទេប៉ុន្តែវាគឺជាជីវិតដែលអ្នករស់នៅតាមអត្តសញ្ញាណថ្មីនេះហៅថាការផ្លាស់ប្ដូរដោយផ្អែកទៅលើអត្តសញ្ញាណវាជាវិធីនៃការផ្លាស់ប្ដូរដោយពិតប្រាកដដែលអាចស្ថិតបានយូរអង្វែងបញ្ហាដែលអ្នកនឹងជួបនៅពេលដែលអ្នកផ្លាស់ប្ដូរនោះគឺខួរក្បាលរបស់អ្នកមិនចូលចិត្តការផ្លាស់ប្ដូរនោះទេខួរក្បាលរបស់អ្នកនឹងមានអារម្មណ៍ថាគ្មានសុវត្ថិភាពហេតុនេះហើយបានជារឿងងាយៗដូចជាមើលទូរស័ព្ទមានអារម្មណ៍ល្អនៅខណៈពេលដែលសកម្មភាពដែលធ្វើឲ្យអ្នករីកចម្រើនដូចជាការអានសៀវភៅរៀនឬក៏ហាត់ប្រាណមានអារម្មណ៍ពិបាកមិនច្បាស់លាស់និងមានអារម្មណ៍ថាឈឺចាប់ពេលអ្នកចាប់ផ្ដើមរីកចម្រើនខួរក្បាលរបស់អ្នកនិយាយថាកុំអាសិននេះមិនមែនជាយើងទេវាហៅថាភាពប្រឆាំងផ្លូវចិត្តភាពតានតឹងរវាងអ្នកបច្ចុប្បន្ននិង version ថ្មីរបស់អ្នកបើអ្នកអាចស្ថិតនៅក្នុងភាពពិបាកនោះបានអាចតស៊ូជាមួយវាបន្តិចទៀតហើយនឹងបន្តិចទៀតត្រង់នោះហើយគឺជាកន្លែងដែលអ្នកផ្លាស់ប្ដូរពិតប្រាកដនេះជាវិធីដែលអ្នកអាចក្លាយទៅជា version ថ្មីរបស់អ្នកជំហានទី1បដូរការនិយាយជាមួយនឹងខ្លួនឯងឈប់និយាយថាខ្ញុំអន់នៅក្នុងរឿងនេះចាប់ផ្ដើមនិយាយថាខ្ញុំកំពុងរៀនឲ្យកាន់តែច្បាស់នៅក្នុងរឿងនេះពាក្យរបស់អ្នកគឺជាការហ្វឹកហាត់អត្តសញ្ញាណថ្មីរបស់អ្នកជំហានទី2ធ្វើសកម្មភាពមុនពេលមានទំនុកចិត្តសកម្មភាពមកមុនទំនុកចិត្តអ្នកមិនចាំបាច់រងចាំឲ្យមានអារម្មណ៍ថាខ្លួនឯងជាមនុស្សថ្មីនោះទេអ្នកត្រូវក្លាយទៅជាមនុស្សថ្មីដោយធ្វើអ្វីដែល version ថ្មីរបស់អ្នកធ្វើជំហានទី3សាងបរិយាកាសការប្រែបរិស្ថានការវិភាគនិងគ្រប់យ៉ាងជុំវិញខ្លួនអ្នកដែលអាចជួយឲ្យអ្នកធ្វើសកម្មភាពវិជ្ជមានដូចជាការដាក់សៀវភៅនៅជិតខ្នើយដែលធ្វើឲ្យអ្នកងាយក្នុងការអានមុនពេលចូលគេងក្នុងទូទឹកកកបដូរពីអាហារដែលមិនល្អមកជាបន្លែផ្លែឈើដែលល្អសម្រាប់សុខភាពឬក៏ដកទូរស័ព្ទចេញពីតុធ្វើការឬក៏តុរៀននៅពេលដែលអ្នកកែប្រែបរិស្ថានបាន
វានឹងធ្វើឲ្យអ្នកងាយនៅក្នុងការគ្រប់គ្រងសកម្មភាពបានយ៉ាងងាយការក្លាយជាមនុស្សថ្មីមិនមែនជាការសម្រេចចិត្តតែម្ដងនោះទេវាគឺជាការសម្រេចចិត្តតូចៗរាប់ពាន់ដងសម្រាប់ខ្លួនអ្នកនាពេលអនាគតជារៀងរាល់ព្រឹកនៅពេលដែលអ្នកភ្ញាក់ឡើងអ្នកត្រូវជ្រើសរើសម្ដងទៀតហើយនៅថ្ងៃណាមួយនៅពេលដែលអ្នកចូលនៅមុខកញ្ចក់ហើយអ្នកដឹងថាអ្នកបានក្លាយទៅជាមនុស្សថ្មីមិនមែនដោយសារតែការប្រែប្រួលនៅក្នុងពេលមួយយប់នោះទេប៉ុន្តែដោយសារតែអ្នកបន្តធ្វើវាជារៀងរាល់ថ្ងៃឆ្នាំនេះកុំធ្វើតាមគោលដៅថ្មីចូលចាប់ផ្ដើមការផ្លាស់ប្ដូរមួយចាប់ផ្ដើមពីរឿងតូចៗដែលអ្នកចង់ផ្លាស់ប្ដូរព្រោះពិភពលោកមិនត្រូវការសន្យាថ្មីទេប៉ុន្តែវាត្រូវការមនុស្សម្នាក់ដែលក្លាហានគ្រប់គ្រាន់ដើម្បីក្លាយទៅជាមនុស្សថ្មី។